បឹងទន្លេសាបទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់មនុស្សជាច្រើនប្រើប្រាស់ទឹកបឹងសម្រាប់ងូតធ្វើម្ហូបលាងសម្អាតចំណីអាហារនិងបរិភោគជារៀងរាល់ថ្ងៃផងដែរប៉ុន្តែតើទឹកបឹងពិតជាស្អាតនិងមានសុវត្ថិភាពមែនឬទេអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុននិងកម្ពុជាបានសហការគ្នាធ្វើការស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមអំពីទឹកបឹងនេះហើយបានផ្ដល់នូវមតិយោបល់ដ៏មានអត្ថប្រយោជន៍ជាច្រើនជារៀងរាល់ថ្ងៃបរិមាណទឹកសំណល់នៅក្នុងស្រុកដែលមិនបានប្រព្រឹត្តកម្មជាច្រើនបានហូរចាក់ចូលទៅក្នុងបឹងនៅក្នុងទឹកសំណល់នេះមានលាយឡំទៅដោយលាមកទឹកនោមដែលហូរចេញពីភូមិអណ្តែតទឹកក្រៅពីនេះក៏មានការបញ្ចេញទឹកសំណល់ឧស្សាហកម្មដែលមិនបានប្រព្រឹត្តកម្មព្រមទាំងជីគីមីដែលជាការសំណល់ពីសកម្មភាពកសិកម្មនិងវារីវប្បកម្មផងដែរដូច្នេះនៅក្នុងទឹកបឹងមានផ្ទុកបាក់តេរីបង្កជំងឺជាច្រើនដែលអាចធ្វើឲ្យអ្នកមានជំងឺបានការថែរក្សាសុខភាពឲ្យបានល្អមានសារៈសំខាន់ណាស់ពីព្រោះសុខភាពល្អនាំឲ្យអ្នកមានអារម្មណ៍ល្អហើយអាចទៅសាលារៀននិងលេងជាមួយមិត្តភ័ក្តិរបស់អ្នកបានប្រសិនបើអ្នកមិនចង់ឈឺទេអ្នកត្រូវការទឹកស្អាតដើម្បីបរិភោគចម្អិនអាហារលាងដៃក៏ដូចជាការលាងសម្អាតចំណីអាហារនិងចានឆ្នាំងផងដែរវិធីមូលដ្ឋានដើម្បីជៀសវាងពីជំងឺគឺការសម្អាតដៃរបស់អ្នកឲ្យបានស្អាតការធ្វើបែបនេះដោយសារដៃរបស់អ្នកអាចនឹងប្រឡាក់ជាប់ដោយបាក់តេរីបង្កជំងឺជាច្រើនដែលជាបាក់តេរីតូចល្អិតនិងមិនអាចមើលឃើញបាក់តេរីទាំងនោះប្រហែលជាតូចពេកប៉ុន្តែនៅពេលដែលវាចូលទៅក្នុងខ្លួនរបស់អ្នកឬរាងកាយរបស់មនុស្សដទៃទៀតឧទាហរណ៍តាមរយៈអាហារនិងទឹកមេរោគទាំងនោះអាចធ្វើឲ្យអ្នកមានជំងឺបានដូច្នេះអ្នកត្រូវលាងសម្អាតបាក់តេរីដែលមើលមិនឃើញនៅលើដៃរបស់អ្នកដោយប្រើសាប៊ូជាពិសេសនៅពេល1បន្ទាប់ពីចូលបន្ទប់ទឹករួច2បន្ទាប់ពីប៉ះពាល់សត្វឬវត្ថុកខ្វក់រួមមានទឹកបឹងកខ្វក់នៅក្បែរផ្ទះអណ្តែតទឹក3មុនពេលរៀបចំអាហារនិង4មុនពេលទទួលទានអាហារតោះយើងរៀនពីជំហានត្រឹមត្រូវក្នុងការលាងដៃរបស់អ្នកជាមួយនឹងសាប៊ូជំហានទី1សើមដៃរបស់អ្នកជាមួយនឹងទឹកជំហានទី2ដាក់សាប៊ូហើយដុសឲ្យបានសព្វជំហានទី3ដុសសម្អាតបាតដៃទាំងសងខាងរួមទាំងខ្នងដៃទាំងពីរជំហានទី4ដុសខាត់ចន្លោះម្រាមដៃរបស់អ្នកនិងម្រាមដៃម្ដងមួយជំហានទី5លាងផ្នែកខាងក្រោយនៃម្រាមដៃនិងបរិវេណក្រោមក្រចកដៃកុំភ្លេចដុសកដៃរបស់អ្នកផងត្រូវប្រាកដថាអ្នកបានដុសសម្អាតដៃរបស់អ្នកយ៉ាងហោចណាស់20វិនាទីជំហានទី6លាងជម្រះសាប៊ូចេញនិងទឹកស្អាតជំហានទី7ជូតដៃរបស់អ្នកដោយប្រើកន្សែងស្អាតនៅពេលលាងដៃអ្នកគួរតែប្រើទឹកស្អាតមិនមែនទឹកបឹងដែលមិនបានច្រោះសម្អាតឬទឹកកខ្វក់ទេឥឡូវយើងរៀនអំពីរបៀបធ្វើយ៉ាងណាដើម្បីទទួលបានទឹកស្អាតមានវិធីមួយគឺការប្រើប្រាស់ទឹកភ្លៀងប៉ុន្តែសូមកុំប្រើប្រាស់ទឹកភ្លៀងដែលមិនបានប្រព្រឹត្តកម្មជាមុនឲ្យសោះបន្ទាប់ពីត្រងបានទឹកភ្លៀងរួចសូមប្រើធុងចម្រោះខ្សាច់ដើម្បីច្រោះយកធូលីនិងសារធាតុកខ្វក់ផ្សេងចេញត្រូវប្រាកដថាអ្នកប្រើប្រាស់ធុងស្អាតដើម្បីរក្សាទុកទឹកដែលបានច្រោះសម្អាតរួចនោះអ្នកអាចប្រើប្រាស់ទឹកនេះសម្រាប់ការលាងដៃបានការដាំទឹកឲ្យពុះនិងសម្លាប់បាក់តេរីដែលធ្វើឲ្យទឹកស្អាតគ្រប់គ្រាន់ក្នុងការបរិភោគចម្អិនម្ហូបអាហារនិងការលាងសម្អាតចំណីអាហារឆៅបានម្យ៉ាងវិញទៀតអ្នកមិនចាំបាច់ច្រោះសម្អាតទឹកភ្លៀងសម្រាប់ងូតទេវិធីមួយទៀតគឺការប្រើប្រាស់សាច់ជូរដើម្បីបន្សុទ្ធទឹកបឹងឧទាហរណ៍សម្រាប់ទឹក200លីត្រអ្នកអាចប្រើសាច់ជូរ5ក្រាមពោលគឺត្រឹមតែបំណែកតូចមួយប៉ុណ្ណោះសាច់ជូរជួយពង្រឹងទឹកដោយធ្វើឲ្យភាគល្អិតតូចរងនៅបាតធុងបានបន្ទាប់មកអ្នកត្រូវដាក់ទឹកដែលពង្រឹងហើយចូលទៅក្នុងធុងចម្រោះខ្សាច់ដើម្បីដកយកសារធាតុកខ្វក់ដែលនៅសេសសល់ចេញក្រោយពីទឹកបានឆ្លងកាត់ការច្រោះតាមរយៈធុងចម្រោះខ្សាច់រួចអ្នកត្រូវដាំវាឲ្យពុះបន្ទាប់មកទឹកនោះនឹងស្អាតល្អសម្រាប់ការផឹកការចម្អិនអាហារក៏ដូចជាការលាងម្ហូបអាហារឆៅចានឆ្នាំងនិងលាងដៃរបស់អ្នកផងដែរសូមថែរក្សាដៃរបស់អ្នកឲ្យមានអនាម័យល្អនិងប្រើប្រាស់ទឹកស្អាតដើម្បីថែរក្សាសុខភាពឲ្យបានល្អ